គ្រូតាមមកពីទីចាត់ការជួបលោកគ្រូនាយកគាត់និយាយថាពួកឯងចង់ប្តឹងអ្នកគ្រូហើយចង់ដូរថ្នាក់ទៀតមែនអត់នីតាមែនហើយអ្នកគ្រូខ្ញុំចង់ដូរថ្នាក់មុនប្រឡងឆ្នាំទី2អ្នកគ្រូខ្ញុំដូរទៅណាអ្នកគ្រូណានីតានិយាយត្រូវអ្នកគ្រូពួកខ្ញុំចង់ដូរថ្នាក់ពួកឯងមានសម្ពាធខ្លាំងណាស់មែនទេគ្រាន់តែអ្នកគ្រូឲ្យឯងរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងនេះអត់មានសម្ពាធទេអ្នកគ្រូគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឹងកត់ត្រាហត់នឹងអានហត់នឹងឆ្លើយសំណួរហេតុផលប៉ុណ្ណឹងអ្នកគ្រូទទួលយកបានទៅហ៎ឯងហត់ទេពួកឯងហត់ជាងទាហានដែលការពារព្រំដែនអត់បាយក៏ហើយទឹកទាំងយប់ទាំងថ្ងៃពួកតែការពារធរណីដែលពួកឯងកំពុងតែជន់នេះឯងឆ្លើយមកនេះតាខ្ញុំដឹងហើយអ្នកគ្រូអត់ចូលចិត្តពួកខ្ញុំទេចឹងអ្នកគ្រូទុកខ្ញុំនៅតែឯងអ្នកគ្រូឲ្យពួកខ្ញុំទៅណាអ្នកគ្រូណាខ្ញុំក៏អត់ចង់នៅនឹងទៀតដែរពួកខ្ញុំចង់ដូរថ្នាក់គឺអ្នកគ្រូឲ្យខ្ញុំចេញហើយអ្នកគ្រូក៏មិនហត់ចិត្តសារខ្ញុំដែរហេតុអីបានជាពួកឯងគិតអញ្ចឹងអ្នកគ្រូខំមកងាររាល់ថ្ងៃអ្នកគ្រូអត់មានចង់បានអីពីពួកឯងត្រឡប់មកវិញទេហើយក៏មិនចាំបាច់ដឹងគុណអ្នកគ្រូដែរឲ្យតែពួកឯងចេះដឹងខ្លួនឯងទៅអ្នកគ្រូសប្បាយចិត្តហើយតែពេលនេះអ្នកគ្រូឈឺចិត្តណាស់តែពួកឯងមិនចេះមិនដឹងមិនយល់ពីការឈឺចាប់មិនស្រឡាញ់ទឹកដីរបស់ខ្លួនឯងមិនរៀនប្រវត្តិសាស្ត្ររបស់ខ្លួនឯងចឹងពួកឯងបាច់ឈប់ទេទុកឲ្យអ្នកគ្រូជាអ្នកឈប់ពួកអ្នកគ្រូអត់មានសមត្ថភាពបង្រៀនសិស្សរបស់ខ្លួនឯងបានល្អអញ្ចឹងនៅនឹងទៀតក៏វាអត់មានន័យអីដែរអត់ទេអ្នកគ្រូព្រៀនមិនល្អអីបើពួកគេមិនចេះឈឺចាប់នៅមានពួកយើងទៀតខ្ញុំយកគ្រប់យ៉ាងខ្ញុំចង់ទៅកាន់កំភ្លើងទៅការពារប្រទេសជាតិយើងទេអ្នកគ្រូខ្ញុំរៀនលេងចូលទៀតហើយខ្ញុំក៏អញ្ចឹងដែរអ្នកគ្រូខ្ញុំចង់ទៅការពារប្រទេសជាតិជាមួយនឹងឪពុកខ្ញុំហើយអ្នកគ្រូពួកខ្ញុំអត់ដែរអត់ទេអ្នកគ្រូចង់ឲ្យពួកឯងជ្រុលនិយមមិនដឹងខុសមិនដឹងត្រូវអញ្ចឹងទេក្មេងឈឺចាប់ត្រូវខំប្រឹងរៀនសូត្រយុវជនឈឺចាប់ត្រូវខំប្រឹងធ្វើការឯសហគ្រិនឈឺចាប់ត្រូវខំប្រឹងផលិតគ្រូឈឺចាប់ត្រូវខំប្រឹងបណ្ដុះស្មារតីស្នេហាជាតិក្មេងៗដូចជាពួកឯងនេះទើបជាអ្វីដែលជាតិត្រូវការពិតប្រាកដទីតាឯងមាននៅចាំបណ្ដាំដែលពុកឯងប្រាប់អត់មិនមែនតតែការពារទឹកដីនៅព្រំដែនទៅគេហៅតែស្នេហាជាតិទេគឺរៀនរហូតតតែចំណេះដឹងខ្លាយទៅជាអាវុធដ៏មុតស្រួចទើបយើងអាចការពារទឹកដីរបស់យើងបានពួកទាំងអស់គ្នាយល់អត់ចាអ្នកគ្រូខ្ញុំយល់ទេពួកខ្ញុំនឹងកែប្រែពីភាពឈឺចាប់ហើយមកខិតខំសិក្សារៀនសូត្របន្ថែមវិញណាអ្នកគ្រូអ្វីដែលគ្រូចង់និយាយគឺនិយាយអស់ហើយសង្ឃឹមថាពួកឯងទាំងអស់គ្នាយល់ពីជំរឿនចិត្តរបស់អ្នកគ្រូហើយអ្នកគ្រូចង់បានអ្វីពីពួកឯងឲ្យប្រកបអត់មានគ្រូណាម្នាក់ដែលមិនស្រឡាញ់សិស្សនោះទេក្រាបមកគ្នាក្រាបចុះអ្នកគ្រូចាំបងក៏សោះចេញទៅអ្នកគ្រូភាពយន្តជីវិតរឿងគ្រូប្រវត្តិមានផ្សាយជូនទស្សនានៅលើ Facebook YouTube Sastra Film